សេដ្ឋកិច្ចមានសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចអាជីវកម្មហ្នឹងបើសិនជាយើងជាពាក់គេមួយខែយើងដោះតែបំណុលមិនរួចបាទហើយបើយើងលើកហេតុថាដោយយើងចាយហ្នឹងដើម្បីជំរុញសេដ្ឋកិច្ចជាតិគឺជាកំហុសធ្ងន់បាទព្រោះការពិតមែនតែនទៅនៅពេលដែលយើងខ្វះលុយអ្នកមួយចំនួនដោយសារតែរឿងតល់ហ្នឹងបាទយើងទៅជាភូតកុហកបោកប្រាស់ឆបោកទីបំផុតគឺមួយចំនួនហ្នឹងដែលបង្កើតឲ្យមានរឿងហៅមិនល្អក្នុងសង្គមបាទជាបទអក្រិតជាអីចឹងហ្នឹងហើយពេលខ្លះដោយសារតែយើងបើខ្វះលុយយើងចង់បានអាចំណូលលឿនយើងទៅប្រព្រឹត្តមុខរបរដែលវាមិនស្របច្បាប់បាទបាទអញ្ចឹងចុងក្រោយគឺថាមិនត្រឹមតែមិនបានជួយអ្វីដល់ជាតិទេមិនបានជួយដល់ខឿនសេដ្ឋកិច្ចជាតិទេប៉ុន្តែទៅជាអ្នកដែលគេហៅបំផ្លាញសង្គមទៅបាទបំផ្លាញទាំងគ្រួសារខ្លួនឯងសង្គមច្បោកច្បល់ទៀតហើយគ្រួសាររបស់យើងគឺថាដុនដាបមែនតើទុយទៅវិញបើសិនជាយើងគ្រប់គ្រងចំណូលតខ្លួនបានល្អចំណូលគ្រួសារបានល្អបាទអញ្ចឹងបាទយើងចាយវាយតាមដំណើរទោះបីជាមានបំណុលក្រោយប៉ុន្តែគ្រាន់តែដោយសារតែចំណូលយើងមួយខែអស់មកយើងបាន500ប៉ុន្តែយើងផាត់ចាយគ្រួសារអស់300បាទយើងសងបំណុលគេ100ឲ្យបានសល់100បាទវាដើរទាំងអស់ណាយើងចាយ300ហ្នឹងសេដ្ឋកិច្ចវាដើរអីចាបាទវានឹងដើរដោយមាននិរន្តរភាពបាទហើយអញ្ចឹងគឺពេលហ្នឹងគឺថាដំណើរការសេដ្ឋកិច្ចសង្គមហ្នឹងគឺទៅល្អហ្មងបាទប៉ុន្តែបើសិនជាយើងដូចរាល់ថ្ងៃនេះគឺថាយើងមើលទៅអ្នកដែលម្ចាស់បំណុលក៏វាមានបំណុលដែលវាជាប់គាំងនឹងច្រើនបាទយើងខ្លួនឯងនឹងទៅមកយប់ដេកមិនលក់បក់មិនលះហើយដោយសារតែរកអីសងបំណុលគេនឹងមិនបាទយើងគិតមើលអ្នកមានលុយឲ្យខ្ចីក៏មានបញ្ហាត្រង់ថាគេអត់លុយសងបាទចំណែកឲ្យយើងអ្នកជាពាក់គេនេះក៏មានបញ្ហាបើអត់លុយសងគេបាទហ្នឹងហើយបើយើងរៀបចំឲ្យបានត្រឹមត្រូវអ្នកឲ្យយើងខ្ចីក៏មិនភ័យខ្លាចអត់យើងអត់លុយសងហើយយើងដែលខ្លួនឯងនេះក៏មិនភ័យខ្លាចអត់លុយសងវាធូរធារទាំងសងខាងបាទអរគុណលោកគ្រូបាទហើយតោះនេះបានមើល podcast នេះពីដើមដល់ចប់បាទនេះគឺជាគំនិតដែលមានតម្លៃខ្លាំងមែនទែនបាទដែលជួយទៅដល់សហគមន៍ខ្មែរយើងហើយបងប្អូនដែលស្រឡាញ់រឿងការបង្កើតចំណូលអីផ្សេងបាទតាម Business Cambodia បាទយើងព្យាយាមធ្វើបែបណាឲ្យស្រុកខ្មែរយើងមានគំនិតរកស៊ីច្រើនយើងមានមុខរបរដែលមានគុណតម្លៃសម្រាប់ស្រុកខ្មែរយើងបាទហើយស្របពេលដែលសេដ្ឋកិច្ចកំពុងតែរីកចម្រើននៅស្រុកខ្មែរយើងនេះគឺយើងដែលជាអ្នកធ្វើនៅក្នុងសេដ្ឋកិច្ចនេះក៏ត្រូវតែរឹងមាំក៏ត្រូវតែរីកចម្រើនដោយលោកគ្រូលើកឡើងបាទអូយបាទគំនិតដែលល្អដែលខ្ញុំគិតថានេះគឺជាគំនិតដែលគ្រឹះសម្រាប់យើងទាំងអស់គ្នាឆ្លងកាត់គ្រប់កលៈទេសៈចង់ភ្លឺខ្លាំងក៏បានភ្លឺល្មមក៏បាន Campaign ថ្នាំពណ៌ជាតិស្រស់ស្អាតហើយជូតបានយូរ